ពេលភ្លៀងធ្លាក់មកដល់អ្នកស្រែប្រញាប់ចុះវាកាន់នឹងគល់នឹងត្រាក់តបជួដីទាំងកម្លាំងកាយទិញជីទិញថ្នាំដាក់ស្រូវឲ្យលូតលលាស់ខ្ចីលុយគេយកមកវិនិយោគដោយសង្ឃឹមថ្ងៃអនាគតថ្ងៃក្តៅក៏មិនខ្លាចភ្លៀងខ្លាំងក៏មិនរាជើងលិចភក់ក្នុងស្រែមកប្រឡាក់ដោយញើសឈាមសង្ឃឹមថាពេលប្រមូលផលនឹងបានកម្រៃសមរុញតែចុងក្រោយបេះដូងសោកសៅព្រោះដំឡៃធ្លាក់ចុងជីវិតអ្នកស្រែវេទនាណាស់អើយខំធ្វើទាំងថ្ងៃទាំងយប់មិនដែលកិច្ចការនឿយហត់បានផលហើយគ្មានទីផ្សារឈ្មួញបន្ថត់ដំឡៃលក់ហើយសងបានតែថ្លៃដើមសល់ទុកក្នុងបេះដូងថ្លៃភ្ជួរឡើងខ្ពស់ថ្លៃជីក៏កើនរាល់ឆ្នាំថ្លៃថ្នាំការពារដំណាំកាន់តែធ្ងន់លើស្ម័គ្រសកលខ្ចីបុលពីធនាគារឬពីគេយកមកធ្វើស្រែពេលប្រមូលផលម្ដងសងបំណុលស្ទើរមិនគ្រប់កូនចរងចាំនៅផ្ទះសង្ឃឹមលើស្រែមួយនេះឪពុកម្ដាយខំតស៊ូដើម្បីអនាគតកូនទោះហត់យ៉ាងណាក៏ដោយនៅតែប្រឹងប្រែងទៅមុខព្រោះជីវិតអ្នកស្រែមិនចេះរត់ចោលកាត់ពឹកកិច្ចជីវិតអ្នកស្រែវេទនាណាស់អើយហើភ្លៀងហាថ្ងៃក្តៅមិនដែលត្អូញត្អែឡើយដំដុះស្រូវអង្គចិញ្ចឹមមនុស្សទូទាំងប្រទេសតែខ្លួនឯងជាប់ទុកក្នុងបាស្ទើរគ្មានអ្នកយល់ចិត្តលើដីដោយទឹកភ្លៀងស្រោចស្រ័យចុងខែក៏លុយទិញលេមកលៀបក៏មិនបានព្រោះលុយបានពីស្រឹងត្រូវសងបំណុលហើយមើលអ្នកទីក្រុងស្បែកសើដោយសំឡីស្លៀកពាក់ស្អាតសមរីដានឹងយ៉ាងសប្បាយបើអ្នកស្រែមិនចាណាញ់ព្រោះនឹងដំឡៃការងារជាងលើវៀនស្រែគឺចុះបាគ្មានអ្នកស្រែទេថាអ្នកណាដាំមកកតែអ្នកណាពុតគង់មហាជូនប្រជាជនគ្រប់គ្នាដូចនេះសូមជួយគាំទ្រផលិតសេចក្ដីឲ្យអ្នកស្រែមានស្នាមញញឹមនិងមានជីវិតប្រសើរស្ទួនចុងក្រោយឲ្យជីវិតអ្នកស្រែឆ្លងណាស់អើយទួលំបាកយ៉ាងណាក៏នឹងសង្ឃឹមថ្ងៃណាមួយមានទីផ្សារសងប្រមឲ្យអ្នកស្រែខ្មែរយើងមានសេចក្ដីសុខគ្រប់គ្នាស្រុកខ្មែរធ្វើស្រែក៏ខាតស្រែធ្វើចំការក៏ខាតចំការមិនដឹងពឹងអ្វីដាំដុំលងក៏ថោកដាំស្រូវក៏ខាតដើមខំមួយឆ្នាំពេញទទួលបានតែបំណុលកូននៅផ្ទះកំពុងធំចាំបាយចាំថ្លៃសាលាឪពុកម្ដាយកាន់តែចាស់រងចាំការផ្គត់ផ្គង់បេះដូងមិនចង់ចាក់ចេញតែជីវិតបងខំឲ្យទៅចាក់ផ្ទះចាក់ភូមិដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារអើយជីវិតពលករវេទនាណាស់អើយទៅស៊ីឈ្នួលកាត់ជួកៅស៊ូនៅដីថៃឆ្ងាយស្រុកជួនបានការងារជួនអត់មិនទៀងទាត់ទឹកភ្នែកលាញើសឈាមព្រោះតែពាក្យថាក្រ
ដតេដេកលក់បងចាក់តាមចេញធ្វើការកាន់កំបិតកាត់ចោដើរតាមចំការងងឹតខ្យល់យប់បកត្រជាក់តែចិត្តបងកាន់តែឯកាសម្លឹងមើលព្រះចន្ទ្រានឹកដល់មុខប្រពន្ធកូនធ្វើការតែពេលយប់ថ្ងៃឡើងបានសម្រាករាងកាយហត់នឿយណាស់តែចិត្តមិនដែលស្ងប់ព្រោះនឹកផ្ទះនឹកភូមិនឹកស្រែដែលធ្លាប់ដើរនឹកអ្នកផ្ទះគ្រប់គ្នាដែលនៅរងចាំបងអើយនឹកផ្ទះណាស់អើយនឹកភូមិណាស់អើយនឹកផ្លូវក្រហមមុខផ្ទះនឹកសំឡេងមាន់រងាព្រឹកនៅទីនេះមានតែការងារនិងភាពឯកោទុកឲ្យបេះដូងស្រណោះរាល់ថ្ងៃរាល់យប់ពេលខ្លះមានការងារធ្វើពេលខ្លះគ្មានអ្វីសោះប្រាក់ចំណូលមិនទៀមមិនដូចអ្វីដែលគេគិតអ្នកខ្លះថាទៅថៃស្រួលមានលុយចាយហូរហើយតែគេមិនបានឃើញទេទឹកភ្នែកនៅទីក្រោយគេមិនដឹងថាយប់ខ្លះបងកេងកាំងអស់កម្លាំងបាយមួយពេលសុំសំចៃដើម្បីផ្ញើលុយកាហ្វេគេមិនដឹងថាបេះដូងឈឺចាប់ប៉ុណ្ណាឡើយពេលឬក៏ឈឺតាមទូរស័ព្ទតែមិនអាចទៅមើលតែគេដឹងថាជីវិតពលក៏វេទនាប៉ុណ្ណាឬគេមិនដឹងព្រោះមិនធ្លាប់ប្រដូចយើងជីវិតដែលរស់ឆ្ងាយផ្ទះមិនមែនព្រោះចង់សប្បាយគឺព្រោះជីវភាពបងខំឲ្យចាត់ចេញពីស្រុកកំណើតអូយទួលលំបាកប៉ុណ្ណាក៏នៅបែរស៊ូទ្រាំដើម្បីឲ្យកូនបានរៀននឹងគ្រួសារបានរស់សង្ឃឹមថ្ងៃណាមួយនឹងបានវិលត្រឡប់ផ្ទះរស់នៅជួបជុំគ្រួសារលែងបាយធាឆ្ងាយអើយសាបនអើយកុំជូនពរពលកោខកខ្មែរឲ្យមានសុខសวัสดิភាពប្រពីកន្លែងដែលទៅសូមឲ្យការងាររីកចម្រើននឹងមានកម្លាំងតស៊ូបានវិលមកជួបគ្រួសារដោយស្នាមញញឹមស្រស្លាយជីវិតពលកោញើឈៀងเป็นរាងកាយឆ្ងាយប្រពន្ធឆ្ងាយកូនឆ្ងាយភូមិកំណើតស្រឡាញ់ទួលលំបាកយ៉ាងណាក៏នៅតែស៊ូទៅមុខព្រោះក្តីស្រឡាញ់គ្រួសារធំជាឲ្យទុកទាំងនោះនឹកជាចាងឃើញតែលុយដែលពលក៏ផ្ញើក៏ផ្ទះមិនបានឃើញទឹកភ្នែកដែលហូរមេលដីឆ្ងាយមិនបានឃើញរាត្រីដូចត្រជាក់មិនភាពឯកោតែពលខុសខ្មែរជាច្រើនកំពុងឆ្លងកាត់រាល់ថ្ងៃហេតុដែលខ្លួនក្រត្រដរស់ទាំងទឹកភ្នែកស្រែធ្វើក៏មិនបានផលចំការក៏មិនកាត់ភ្លៀងមិនត្រូវរដូវដីស្ងួតដូចបេះដូងខំដាំខំសាព្រោះសងខឹមតែចុងក្រោយខាតទុនទៅទេនៅផ្ទះមើលមុខគ្នាលឹងឡងគ្មានពាក្យនិយាយម៉ែមតោថាមិនខំបន្ទោសកូនថាមិនជួយកូនក៏អង្គុយស្ងៀមព្រោះមិនដឹងឆ្លើយយ៉ាងណាជីវិតក្រីក្រពេកហើយពិបាកថាកំហូរអ្នកណាហេតុអ្វីជីវិតខ្ញុំលំបាកកុំលេះអើយខំរកខំតស៊ូតែទុកមិនព្រមឃ្លាតឆ្ងាយលុយរកបានតិចតួចចាយមិនដែលគ្រប់មួយចំណែកសងគេមួយចំណែកកត់គង់គ្រួសារនៅផ្ទះមិនឃើញផ្លូវមានតែចាស់ចេញឆ្ងាយទុកស្រែទុកចំការទុកអ្នកផ្ទះនៅពីក្រោយ
ឡើងឡានចេញពីភូមិទាំងបេះដូងស្រណោះទឹកភ្នែកហូរស្ងាត់ស្ងាត់ពេលមើលផ្ទះបាត់ពីកែវភ្នែកមកស៊ីឈ្នួលគេធ្វើការតាំងពីភ្លឺដល់ងងឹតញើសស្រស់ជោគខ្លួនមិនដែលហ៊ានសម្រារកបានប្រាក់បន្តិចបន្តួចគិតថាអាចស្រួលខ្លះតែដល់ពេលគិតគូមិនដែលនៅសល់ប៉ុន្មានណាសងគេណាចាយក្នុងផ្ទះណាថ្លៃបាយទឹកណាថ្លៃរៀនកូនលុយមួយដុំតូចត្រូវបែងចែករាប់ផ្លូវជួនខ្លះខ្វះមុខខ្វះក្រោយពីបាននិយាយប្រាប់អ្នកណាបែកបងបែកអូនបែកពីពុកម៉ែជាទីស្រឡាញ់ថ្ងៃបន់ថ្ងៃទៀនមិនបានជួបជុំគ្រួសារឮតែសំឡេងតាមទូរស័ព្ទសួរសុខទុក្ខពីចំងាយចង់ងក់ម៉ែម្ដងក៏បានត្រឹមស្រមៃផ្ទះដែលធ្លាប់ព្រោះនៅស្ងាត់ច្រងំគ្មានមនុស្សស្មៅដុះរំពេញអស់ដោយព្រៃគ្មានអ្នកថែរបងបាក់បែកបងអួយចាស់ទ្រូតត្រោមឃើញហើយចុកក្នុងចិត្តដោយទេចាក់ដោយកំបិតមកផ្ទះដងស្ទើរចប់ឈាមក្នុងទ្រូងឃើញម៉ែចាស់ជាងមុនឃើញឪពុកអស់កម្លាំងឃើញកូនធំឡើងរាល់ថ្ងៃតែខ្លួនមិនបាននៅក្បែរជីវិតអ្នករកស៊ីឆ្ងាយផ្ទះឈឺចាប់លើស្ពាថ្លែងតែតួបីលំមាក៏នៅតែស៊ូទ្រាំព្រោះមិនចង់ឃើញគ្រួសារលំបាកជាងនេះទៅទៀតសង្ឃឹមថ្ងៃណាមួយវាសនានឹងប្រែប្រួលឲ្យគ្រួសារបានរស់នៅជុំគ្នាដោយថ្ងៃកន្លងមកអូដាឡុងអើយអ្នកក្រមិនខ្លាចការងារទេ